នាងខ្ញុំឈ្មោះងួនតាំងអនរស់នៅភូមិប្រមាត់ដីឃុំស្រយៅក្រុងស្ទឹងសែនខេត្តកំពង់ធំជាកសិករដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់កាលពីមុនខ្ញុំធ្លាប់បានដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់ប៉ុន្តែការដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់ជួបបញ្ហាច្រើនផលប៉ះពាល់ដូចជារដូវវស្សាអញ្ចឹងពេលភ្លៀងហើយនឹងសត្វល្អិតក៏ប៉ះពាល់ច្រើនហើយវាមិនបានជោគជ័យដូចដាំក្នុងផ្ទះសំណាញ់ទេបន្ទាប់មកទៀតខ្ញុំបានវគ្គបណ្ដុះបណ្ដាលពីកម្មវិធីអាស្ប៉ាយបានជួយផ្ទះសំណាញ់នេះមកបានដាំបានជោគជ័យខុសពីនៅខាងក្រៅច្រើនខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលពីកម្មវិធីអាស្ប៉ាយក៏ដូចជាលោកគ្រូមន្ត្រីមន្ទីរកសិកម្មខេត្តដែលបានជួយបង្រៀននៅរបៀបដាំបន្លែនេះដើម្បីឲ្យបានជោគជ័យនៅក្នុងផ្ទះសំណាញ់នេះបើការប្រៀបធៀបពីទិន្នផលដែលដាំក្រៅផ្ទះសំណាញ់និងក្នុងផ្ទះសំណាញ់វាខុសគ្នាច្រើនក្រៅផ្ទះសំណាញ់លក់បានបើគិតជាចងដុំអញ្ចឹងមួយដុំបានទៅ600ឬក៏500ទេតែបើដូចជាសាឡាត់ខ្ញុំនៅក្នុងផ្ទះសំណាញ់នេះអាចបាន800ទៅ900ហើយបើខែថ្លៃនេះអាចបានដល់1000ទៅ1200ក្នុងមួយដុំតែបើគិតជាគីឡូវាក្នុង1គីឡូ10000បោះបើប្រៀបធៀបនឹងដាំខាងក្រៅវាខុសគ្នាឆ្ងាយហើយបន្លែក្នុងផ្ទះសំណាញ់ស្លឹកវាក៏ល្អជាងហើយវាមិនមានព្រើគីមីអញ្ចឹងវាកាត់បន្ថយគីមីច្រើនអញ្ចឹងលក់ក៏វាដាច់ជាងហើយយកទៅទុកក៏អត់សូវលលួយដែរម៉ូយកទៅបើនៅខាងក្រៅផ្ទះសំណាញ់គេដាំវាច្រើនត្រូវទឹកភ្លៀងច្រើនអីអញ្ចឹងទៅគេទុកអត់សូវបានយូរទេហើយតម្លៃក៏ទាបជាងដែរហើយអានេះទុកបានត្រឹម2ថ្ងៃអីអត់ទាន់លលួយទេប៉ុន្តែខាងក្រៅទុកតែ1ថ្ងៃលលួយហើយបើសម្រាប់ម៉ូយកទទួលយកហើយបើគេទម្លាក់អាខាងបន្លែដែលដាំខាងក្រៅនឹងចោលខ្លះហើយព្រោះបន្លែនេះវាធានាបានទាំងសុវត្ថិភាពបានទាំងរក្សាទុកបានយូរនៅពេលដែលម៉ូយលក់សល់វាគេអត់សូវខូចបើយើងដាំខាងក្រៅផ្ទះសំណាញ់ពីមុនយើងក្នុងមួយរងហ្នឹងយើងបានប្រហែលជា20គីឡូជាងប៉ុន្តែតម្លៃវាត្រូវបានទៅ6000ឬក៏5000ក្នុង1គីឡូសម្រាប់សាឡាត់តែបើស្ពៃវាបាន3000បើប្រៀបធៀបខាងក្រៅផ្ទះសំណាញ់ទាំងអស់ហ្នឹងបានប្រហែលជា1លានជាងតែនៅក្នុងផ្ទះសំណាញ់នេះសរុបទាំងអស់ប្រហែលបានជាង2លានអញ្ចឹងបើគិតជាគីឡូក៏វាបានច្រើនជាងហើយតម្លៃក៏វាបានខ្ពស់ជាងដែរទិន្នផលក្នុងមួយរងនេះប្រមូលផលអស់បានប្រហែលជាជាង200គីឡូក្នុង1គីឡូ10000រៀលប៉ុន្តែសម្រាប់សាឡាត់វាស្រាលជាងស្ពៃបើការដាំស្ពៃវាអាចបានដល់ទៅ600ទៅ700គីឡូក្នុង1គីឡូ3000ជួនកាលបាន3500ជួនកាលវាហក់ឡើងដល់ទៅ4000ទៅ5000អញ្ចឹងវាអាចបានជាង2លានដូចគ្នានៅក្នុងផ្ទះសំណាញ់ហ្នឹងក្នុងមួយសាការដាំនេះបើយើងប្រៀបធៀបទៅចំណាយយើងចំណាយអស់តិចទីមួយយើងចំណាយអស់ទៅនឹងជីលាមកសត្វហើយនឹងក្របពូជព្រោះអីយើងដូចជាថ្នាំបាញ់អញ្ចឹងយើងប្រើធម្មជាតិអញ្ចឹងវាអស់តិចអញ្ចឹងសម្រាប់ការចំណាយក្នុងដាំម្សាហ្នឹងអស់ប្រហែលជាសរុបទាំងសាំងម៉ូតូជិះទៅផងទាំងថង់វិចខ្ចប់ផងអស់ប្រហែលជា300000ជាងទៅ4000000យ៉ាងច្រើនអញ្ចឹងក្នុងជាង2លានហ្នឹងក្នុងម្សាអាចចំណេញបានផលប្រហែលជា2លានមានខ្លះបានលើស2លានហ្នឹងបើខែថោកអាហ្នឹងយើងបានជាង1លានហ្នឹងវាអាហ្នឹងខែថោកខ្លាំងតែបើសម្រាប់រដូវវស្សាអញ្ចឹងវាទិន្នផលបានខ្ពស់គឺមិនក្រោម2លានទេចំណេញជួនកាលអាចធ្លាយដល់2លាន50ការដាំក្នុងផ្ទះសំណាញ់នេះយើងអាចដាំបាន
ខួបពេញមួយឆ្នាំអញ្ចឹងក្នុងមួយឆ្នាំហ្នឹងយើងអាចដាំបាន6ដងទៅ7ដងហើយសម្រាប់ដាំខាងក្រៅក្នុងរដូវវស្សាអញ្ចឹងអត់បានដូចផ្ទះសំណាញ់ទេសម្រាប់សាឡាត់នេះយើងដាំចាប់ពីពេលសាបកូនមកដល់យើងស្ទូងវា13ថ្ងៃហើយពីស្ទូងមកដល់ប្រមូលផលហ្នឹងបើយើងសរុបទាំងអស់វា30ថ្ងៃទៅ35ថ្ងៃយើងប្រមូលផលហើយយ៉ាងយូរបំផុត35ថ្ងៃហើយប្រៀបធៀបជីវភាពកាលមិនទាន់បានផ្ទះសំណាញ់នេះកាលពីមុនវាលំបាកវាខ្វះមុខខ្វះក្រោយដោយសារយើងដាំទៅវាមិនជោគជ័យវាបានផលតិចហើយបន្ទាប់ពីបានកម្មវិធីអាស្វាយហើយបានជួយផ្ទះសំណាញ់នេះមកគឺជីវភាពប្រសើរជាងមុនហើយខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូខាងកម្មវិធីអនុប្រធានកម្មវិធីអាស្វាយព្រមទាំងលោកគ្រូខាងកសិកម្មខេត្តដែលបានជួយបណ្ដុះបណ្ដាលដល់ខ្ញុំឲ្យមានជីវភាពប្រសើរឡើងនេះដែលបានដាំបានជោគជ័យហើយពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូសម័យដែលបានជួយគ្រប់គ្រងជួយខំជួយទាំងអស់តាំងពីបង្រៀនការដាំដុះហើយនឹងបានជួយទាំងផ្ទះសំណាញ់នេះហើយខ្ញុំមានជីវភាពធូរធារជាងមុនមែនតែនដោយសារតែខ្ញុំដាំទៅបានជោគជ័យរហូតអញ្ចឹងចង់បញ្ចប់សូមថ្លែងអំណរគុណទាំងអស់ទាំងលោកគ្រូខាងអនុប្រធានអាស្វាយទាំងលោកគ្រូមន្ទីរកសិកម្មខេត្ត